កម្មភាពធ្វើស្រែនៅខាងស្រុកក្រឡាញ់ខេត្តសៀមរាបនេះមុនដំបូងគេជួឲ្យម្សាហើយគេទុកចោលហើយពេលដែលដល់នេះគេព្រោះស្រូវហើយអញ្ចឹងទៅបានគេជួហើយបានគេរស់នៅគេរស់មកបែបរបស់គេនៅខាងនេះនៅខាងនេះស្រែធំអត់ស្រែដូចនៅខាងខេត្តតាកែវតូចនៅខាងស្រុកកន្លាញ់ស្រែធំនោះពងដល់ព្រោះនោះព្រោះស្រូវប្រុសចាស់ដីគាត់ពងព្រោះដីគាត់ប្រើធំដូចជានៅនេះគាត់ថា1ហិកតាធ្វើបានដូចជា6តោន1ហិកតាអានេះគាត់ធ្វើស្រូវល្អថាអត់ទៅប្រើគីមីទេណាខាងនេះកូនចៅគាត់ច្រើនកូនសាក៏គាត់ដាក់មួយថ្ងៃលេង3ស្រែធំអានៅខាងនោះផ្លូវហើយមួយនៅអានេះអត់ទាន់ហើយនេះអាមួយនេះប៉ុណ្ណានៅស្រែដល់នេះទៀតអូធំគាត់ព្រោះហើយនេះគាត់ព្រោះនេះមួយទៀតពងព្រោះចាប់ដើមសាមញ្ញថ្ងៃនៅខាងនេះភ្លៀងមកជាប្រវត្តិបានធ្វើស្រែនៅខាងគាត់ấyព្រោះក្រោយគេហងកន្លែងផ្សេងនោះគេព្រោះឡើងដុះឡើងខៀវស្ងាត់អស់ហើយអានេះគាត់កូនចៅមកពីថៃការចៅកាយទៅគាត់បានធ្វើស្រែនេះហើយកូនចៅគាត់ទៅថៃនៅស្រុកនេះគេទៅថៃច្រើនដូចនៅខាងផ្សេងដូចនៅខាងខេត្តតាកែវអត់ទៅមានអ្នកទៅថៃទៅនៅខាងកន្លាញ់ណាអូគេនិយមទៅថៃតាមស្ងាត់ស្រុកអស់លីមកធ្វើផ្លូវខាងណាតែគេទុកចោលស្ងាត់តែគេសត្វម៉ូតធ្វើតែថ្មម៉ូតទៅធ្វើថាយកវិឡាកូនកាត់អីមួយល្អរបស់គេស្អាតជាប្រវត្តិទេមានផ្ទះល្អនិយាយយ៉ាងនេះមើលដែលមើលជាប្រវត្តិព្រោះស្រូវវិញបើបែកអូហូស្ទឹងទៅណាថតរឿងវល់នេះយ៉ាងមើលទៅតាមណាទិដ្ឋភាពស្រុកស្រែនៅអង្គប្រុស